확실하려면 미끼를 던져봐야지. 미끼? 상어. ជំរាបសួរប្រិយមិត្ត SD សម្រាប់សាជាថ្មីសម្រាប់រឿងដែលយកមកសម្រាប់ថ្ងៃនេះគឺមានចំណុចជើងថា Hitman 2 ដែលជារឿងរបស់កូរ៉េសាច់រឿងចង់និយាយពីបរិមម្នាក់ដែលជាវិចិត្រករដែលដិតនឹងគាត់គឺជាភ្នាក់ងារសម្ងាត់ដែលបានចូលទៅលួចគ្រាប់បែកនុយក្លេអ៊ែរពីប្រទេសកូរ៉េខាងជើងចង់ដឹងថាក្រោយពីគាត់លួចគ្រាប់នុយក្លេអ៊ែរនឹងហើយតើជីវិតរបស់គាត់ទៅជាយ៉ាងណាខ្ញុំនឹងធ្វើការសម្រេចចែកជូនប្រិយមិត្តបន្តិចទៅនេះសាច់រឿងបានផ្ដើមចេញពីបរិមម្នាក់ដែលមានឈ្មោះថាម៉ុងជុននោះគឺជាតួឯករបស់យើងដែលអតីតគាត់គឺជាភ្នាក់ងារសម្ងាត់ប៉ុន្តែបច្ចុប្បន្ននេះម៉ុងជុនគ្រាន់តែជាជាងគំនុំម្នាក់តែប៉ុណ្ណោះពេលនេះដែរម៉ុងជុនកំពុងតែទៅរកមិត្តភក្តិចាស់របស់គាត់ដែលជាប៉ូលីសមានឈ្មោះថាមេកងឈុនពេលនឹងដែរមេកងឈុនកំពុងតែធ្វើបេសកកម្មដោយកំពុងតែចាប់ជនអន្តរប្រវេសន៍ខុសច្បាប់ដែលព្យាយាមចូលមកប្រទេសកូរ៉េម៉ុងឈុនបានប្រាប់មេកងជុននឹងឲ្យមកវិធីតាំងពីពណ៌របស់ប្រពន្ធរបស់ខ្លួនផងហើយកុំភ្លេចយកកាដូមកជាមួយបន្ទាប់មកក៏បានប្រាប់ថាឲ្យនាំឈុលហូមកផងដោយឈុលហូនឹងគឺជាកូនចៅរបស់មេកងឈុននឹងអាចនិយាយបានថាជាអ្នកស្និទ្ធស្នាលក៏បានដែរបន្ទាប់មកបេសកកម្មមួយនឹងក៏បានជោគជ័យដោយឈុលហូជាមួយនឹងមេកងឈុននឹងបានចាប់ជនអន្តរប្រវេសន៍ម្នាក់នឹងបានគោលដៅជនអន្តរប្រវេសន៍ម្នាក់នឹងគឺតាមសម្រាប់ម៉ុងជុនដែលជាអតីតភ្នាក់ងារពិសេសហើយក៏ជាគំនុំផ្ទាល់ខ្លួនផងដែរឈុលហូក៏បានសួរទៅកាន់មេកងរបស់ខ្លួនថាហេតុអីបានមិនប្រាប់ការពិតពីការតាមសម្លាប់មួយនឹងទៅឲ្យម៉ុងជុនបានដឹងប៉ុន្តែមេកងឈុនមិនចង់ឲ្យរឿងនឹងដឹងទៅដល់ម៉ុងជុននោះទេដែលគាត់គិតថាអានោះគឺជាអតីតកាលដែលបច្ចុប្បន្នហ្នឹងម៉ុងជុនគឺជាជាងគំនុំម្នាក់តែប៉ុណ្ណោះក្រោយពីស្ដាប់មេកងឈុននិយាយហើយជុលហូមានអារម្មណ៍ថាកំសត់ហើយក៏បានរត់ទៅអោបមេកងឈុនទៅបន្ទាប់មកមេកងឈុនដូចជាមានអារម្មណ៍ថាប្លែកៗក៏បានរុញជុលហូនឹងចេញវិញចំណែកខាងម៉ុងជុននៅវិញកំពុងតែញ៉ាំអីជាមួយនឹងភរិយារបស់គាត់ដែលមានឈ្មោះថាមីណាហើយម៉ុងជុនក៏បានសួរពីការងារផ្សេងៗទៅកាន់មីណាដែលជាប្រពន្ធរបស់គាត់នឹងថាស្រឡាញ់ការងារមួយនឹងអត់ហើយមីណាក៏បាននិយាយថាគាត់ស្រឡាញ់ការងារខ្លាំងមែនតើដែលគាត់ស្រឡាញ់ខាងសិល្បៈកំពុងតែនិយាយគ្នានឹងស្រាប់តែកូនស្រីរបស់គាត់បានមកដល់ដែលកូនស្រីមានឈ្មោះថាខេយ៉ុងដែលនាងបានចេញពីសាលារៀនបន្ទាប់ពីខេយ៉ុងមកដល់ឪពុកនិងម្ដាយក៏ព្យាយាមហៅកូនស្រីនឹងមកឲ្យញ៉ាំអីសិនប៉ុន្តែខេយ៉ុងប្រាប់ថាគាត់អត់ឃ្លានទេហើយក៏បញ្ញាប់ចូលទៅក្នុងបន្ទប់បន្ទាប់មកឪពុកក៏បានសួរថាបញ្ញាប់ចូលទៅរ៉េបមែនដោយសារកូនស្រីចូលចិត្តរ៉េបហើយកូនស្រីក៏ប្រាប់ថាអត់ចូលទៅរ៉េបទេគឺគាត់ចូលទៅរៀនខាងឪពុកក៏បានប្រាប់ថាបើសិនជាកូនចូលចិត្តអីឲ្យធ្វើនឹងទៅហើយបន្ទាប់មកកូនស្រីក៏អត់និយាយទេហើយក៏បានដើរចូលទៅខាងក្នុងបាត់ទៅកន្លងទៅបានមួយថ្ងៃមីណាក៏បានធ្វើការរបស់គាត់ដោយគាត់បានធ្វើការខាងសិល្បៈហើយពេលនឹងដែរការតាំងពីពណ៌មួយនឹងក៏បានកើតឡើងហើយពេលនឹងមីណាក៏បានធ្វើការយ៉ាងរលូនខ្លាំងមែនទែនហើយក៏មានម៉ុងជុនដែលជាស្វាមីនឹងចាំផ្ដល់កម្លាំងចិត្តឲ្យពីក្រោយផងដែរក្រោយមកពិធីតាំងពីពណ៌មួយនឹងក៏បានចាប់ផ្ដើមហើយមនុស្សម្នាជាច្រើនក៏បានចូលរួមក្នុងនោះក៏មានមេកងឈុនហើយនឹងជុលហូផងដែរដោយមេកងឈុននិងជុលហូនឹងគឺខុសគេដែលគាត់បានយកកាដូមកឲ្យគឺជាខោតូនរបស់កូនក្មេងធ្វើឲ្យម៉ុងជុននឹងគឺមានការកៀងជាខ្លាំងដោយសារគាត់នឹងអត់មានកូនតូចនោះទេបន្ទាប់មកមេកងឈុនក៏បានដើរទៅមើលសិល្បៈមួយផ្ទាំងដែលជាសិល្បៈគំនូររូបបេះដូងពេលនឹងដែរមីណាក៏បានណែនាំប្រធានរបស់ខ្លួនដែលនាងមានឈ្មោះថាជុនហេអ៊ីមជុនហេអ៊ីមគឺជាប្រធានរបស់មីណាដែលធ្វើការខាងតាំងពីពណ៌មួយនឹងក្រោយពីណែនាំអ្នកទាំងពីរឲ្យបានស្គាល់គ្នាហើយមីណាក៏បានទៅទទួលភ្ញៀវផ្សេងដោយទុកឲ្យជុនហេអ៊ីមហើយនឹងមេកងឈុននឹងជជែកគ្នាលេងពេលនឹងដែរជុនហេអ៊ីមហើយនឹងមេកងក៏ធ្វើការសន្ទនាគ្នាដោយខាងជុនហេអ៊ីមក៏បានសួរទៅកាន់មេកងពីការនៅលាវឬក៏មានប្រពន្ធហើយនឹងការងារផ្សេងៗទៀតពេលនឹងដែរមេកងឈុនហាក់បីដូចជាអៀនខ្លាំងមែនតើដោយសារតែជាកំឡោះចាស់ប៉ុន្តែគាត់ក៏បានប្រាប់ពីការងារពិតរបស់គាត់ទេដោយមេកងឈុនក៏បានប្រាប់ថាខ្លួននឹងគឺជាគ្រូបង្រៀនតែប៉ុណ្ណោះបន្ទាប់ពីនិយាយគ្នាបានបន្តិចមកជុនហេអ៊ីមហាក់បីដូចជាមានចិត្តឲ្យទៅលើមេកងហើយក៏បាននិយាយថាបើសិនជារូបរាងហើយនឹងសម្លៀកបំពាក់បែបហ្នឹងមានក្បាច់កមួយទៀតគឺស្អាតខ្លាំងមែនតើហើយនាងក៏បាននិយាយថានាងនឹងទិញឲ្យនៅពេលក្រោយបន្ទាប់មកនាងក៏បានឲ្យកាតមួយសន្លឹកទៅឲ្យខាងមេកងហើយនាងក៏បានប្រាប់ថាកុំភ្លេចឆាទៅលេងនាងផងហើយក៏បានដើរចេញទៅធ្វើឲ្យមេកងនឹងមានការបើកភ្នែកធំៗខ្លាំងមែនតើដែលគិតថាខ្លួនឯងនឹងបានជួបស្នេហាពិតអីចំណែកខាងជុលហូនៅវិញក៏មើលគំនូរដូចគ្នាដែរពេលនឹងដែរសត្វតែមានសម្លេងចេញពីខាងកាជាមកប្រាប់ថាគំនូរមួយផ្ទាំងហ្នឹងគឺចំណាយពេលដល់ទៅ1ឆ្នាំត្បែកគូរួចហើយម្ចាស់សម្លេងនោះផងដែរគឺជាជុនហេអ៊ីមដែលនាងទើបតែដាក់ស្នេហ៍ទៅលើមេកងរួចថ្មីក្រោយពីឃើញសម្រាប់របស់នាងជុលហូក៏មានការលងជាខ្លាំងហើយបន្ទាប់មកក៏កាំងស្រឡាំងកាំងតែម្ដងក្រោយមកទៀតជុនហេអ៊ីមក៏បានសួរទៅកាន់ជុលហូតើកើតអីអត់បន្ទាប់មកធ្វើឲ្យជុលហូនឹងគឺធ្លាក់កៅខ្វេទៅក្រោមធ្វើឲ្យប្រឡាក់ជើងរបស់នាង
បន្ទាប់មកជលហូនឹងក៏បានភ័យខ្លាំងមែនទែនហើយក៏បានយកអាវរបស់ខ្លួនដែលកំពុងតែពាក់ហ្នឹងទៅជូតឲ្យនាងហើយបន្ទាប់មកនាងក៏បានចាប់ដៃជលហូឡើងថានាងហ្នឹងអត់អីទេបន្ទាប់មកនាងក៏បានធ្វើដោយដដែលជាមួយនឹងមេកងក៏បានយកកាតបន្តខ្លួនរបស់ខ្លួនហ្នឹងមកសៀតនៅលើដៃរបស់ជលហូហើយក៏ប្រាប់ថាអាវដែលប្រឡាក់ហ្នឹងនាងនឹងយកទៅបោកឲ្យក្រោយពីបានដាក់ស្នេហ៍មេកងក៏ដូចជាជលហូរួចមកនាងក៏បានដើរចេញទៅបន្ទាប់មកជលហូនិងមេកងហ្នឹងអត់ដឹងទេថាខ្លួនទាំងពីរនាក់ហ្នឹងស្រឡាញ់ស្រីតែមួយធ្វើឲ្យមេកងនិងជលហូហ្នឹងគឺសប្បាយចិត្តខ្លាំងមែនទែនដោយញញឹមបិទមាត់មកចិត្តនៅឡើយក្រោយពីបានដាក់ស្នេហ៍មេកងឈុនហើយនិងជលហូរួចមកជុនហេអ៊ីមក៏បានទៅជួបជាមួយនឹងមីណាដើម្បីនិយាយជាមួយនឹងការងារបន្តទៀតហើយនឹងបានប្រាប់ថាបន្តិចទៀតនេះនឹងមានភ្ញៀវពិសេសលំដាប់ VIP នឹងមកធ្វើការជាមួយហើយប្រាប់ឲ្យមីណានឹងតាំងចិត្តធ្វើការហើយមីណាក៏បានប្រាប់ថានាងនឹងតាំងចិត្តធ្វើការឲ្យបានល្អបំផុតចំណែកខាងមុងជុននៅវិញកំពុងតែបរហើយរឿងរបស់ខ្លួនដែលជាសាច់រឿងចុងក្រោយពេលដែលធ្វើរួចហើយនឹងមុងជុនក៏បានទេទៅសួរភ្នាក់ងាររបស់គាត់ដែលជាអ្នកដែលកែប្រែសាច់រឿងមុននៅបង្ហោះហ្នឹងដែលមានឈ្មោះថាចាវ៉ាផាកហើយចាវ៉ាផាកក៏បានសួរសាច់ជាថ្មីថាមុងជុននឹងប្រកាសចិត្តអត់ថានឹងផុសរឿងហ្នឹងហើយមុងជុនក៏ប្រាប់ថាគាត់ប្រកាសចិត្តឲ្យផុសទៅបន្ទាប់មករឿងហ្នឹងក៏បានអាប់ឡូតចូលទៅក្នុង website ក្រោយមកទៀតក៏រងការរិះគន់យ៉ាងខ្លាំងពីប្រិយមិត្តដែលបានប្រាប់ថារឿងមួយហ្នឹងគឺសម្រាមខ្លាំងមែនទែនពេលហ្នឹងដែរធ្វើឲ្យចាវ៉ាផាកដែលជាអ្នកកែប្រែរឿងមុននៅបង្ហោះហ្នឹងពិបាកចិត្តសឹងតែបោកក្បាលតែម្ដងជីវ៉ាផាកបានដឹងរួចហើយថាពេលដែលបង្ហោះទៅគឺនឹងមានរឿងអីកើតឡើងប៉ុន្តែវាគឺជាកម្ពុជាពីអ្នកដែលគូផ្ទាល់អញ្ចឹងជីវផាកគឺមិនហ៊ានបដិសេធនោះទេបន្តមកទៀតមុងជុនក៏មកដល់ហើយដើរដូចជាមិនមានរឿងកើតឡើងហើយពេលហ្នឹងដែរជីវផាកក៏បានសួរទៅកាន់មុងជុនថាហេតុអីបានជាធ្វើធម្មតាបែបហ្នឹងអត់អាន comment ខ្លះទេអីមុងជុនក៏បានតបទៅវិញថាមិនចង់អាន comment ទេពេលណាដែលអាន comment ហ្នឹងធ្វើឲ្យចង់សម្លាប់អ្នក comment ហ្នឹងចោលហើយទៅដុតផ្ទះចោលតែម្ដងពេលហ្នឹងដែរជីវផាកក៏បានប្រាប់ថាឲ្យចិត្តតិចហើយជីវផាកក៏បានប្រាប់ទៅកាន់មុងជុនថាឥឡូវហ្នឹងគឺធ្វើដៃធ្លាក់ខ្លាំងមែនទែនឲ្យគិតសារថ្មីហើយរកវិធីធ្វើរឿងដែលល្អជាងនឹងទៅក្រោយពីសរសេររឿងមិនបានល្អហើយមុងជុនក៏បានសួរទៅកាន់ជីវផាកពីការទិញលក់ភាគហ៊ុនដែលកំពុងតែដាំក្បាលជាប់ផងដែរពេលហ្នឹងដែរជីវផាកក៏បានប្រាប់ថាខ្លួននឹងក៏ខាតដូចគ្នាដែរហើយមុងជុននឹងក៏កាន់តែធ្ងន់កដោយពេលហ្នឹងគឺមុងជុនបានយកផ្ទះទៅបញ្ចាំហើយប្រពន្ធរបស់ខ្លួននឹងគឺអត់ទាន់ដឹងទេកំពុងតែដេកមើលហ៊ុនដែលកំពុងតែដាំក្បាលចុះហ្នឹងស្រាប់តែប្រពន្ធរបស់ខ្លួននឹងទេមករកមីណាបានទេមករកដោយផ្ដល់កម្លាំងចិត្តថាកុំគិតច្រើនអីរឿងដែលគូមិនល្អអាចនឹងគូសារថ្មីបានហើយនាងពេលហ្នឹងគឺអត់បានទៅផ្ទះទេគឺការងាររវល់ខ្លាំងមែនតើពេលហ្នឹងដែរគឺនាងបានប្រាប់ឲ្យខាងមុងជុនហ្នឹងទៅទទួលកូនស្រីផងប៉ុន្តែពេលហ្នឹងដែរមុងជុនគឺមិនសប្បាយចិត្តទេដោយសារតែខ្លួនបានយកផ្ទះទៅបញ្ចាំហើយខាងមីណាហ្នឹងគឺអត់ដឹងទេបន្ទាប់មកមុងជុនក៏បានទៅចាំទទួលកូនស្រីពេលហ្នឹងដែរកូនស្រីក៏បានដើរជាមួយនឹងក្មេងប្រុសម្នាក់ដែលមើលទៅដូចជាស្និទ្ធស្នាលហើយពេលហ្នឹងដែរក្មេងប្រុសម្នាក់ហ្នឹងបានយកដៃហ្នឹងមកគៀកកកូនស្រីរបស់ខ្លួនធ្វើឲ្យមុងជុនហ្នឹងខឹងខ្លាំងមែនតើហើយក៏បំរុងដើរទៅសួរនាំហ្នឹងសម្រាប់ឃើញកូនស្រីរបស់ខ្លួនហ្នឹងអោបគេដែរធ្វើឲ្យខាងមុងជុនហ្នឹងគឺសង្ហាក់ចិត្តហើយក៏ត្រឡប់មកក្រោយវិញបន្ទាប់មកខាងកូនស្រីរបស់ខ្លួនហ្នឹងក៏បានងាកមកធ្វើឲ្យខាងមុងជុនហ្នឹងលោតទៅមកខាងឡានដើម្បីកុំឲ្យកូនស្រីនឹងដឹងក្នុងពេលហ្នឹងដែរមុងជុនក៏ធ្វើការដើរតាមកូនស្រីរហូតទៅដល់កន្លែងមួយដែលកូនស្រីហើយនឹងខាងមិត្តប្រុសរបស់ខ្លួនហ្នឹងធ្វើការលាគ្នាដើម្បីបែកផ្លូវគ្នាត្រឡប់ទៅផ្ទះរៀងខ្លួនចឹងទៅពេលហ្នឹងដែរមុងជុនក៏បានឃើញខាងមនុស្សប្រុសហ្នឹងហៅកូនរបស់ខ្លួនហ្នឹងឲ្យជប់សិនហើយក៏បាននិយាយខ្សឹបថាតែញ៉ាំមីអត់ពេលហ្នឹងធ្វើឲ្យមុងជុននឹងខឹងខ្លាំងមែនតើដែលបាននិយាយថាហ៊ានហៅកូនអញទៅស៊ីមីផងបន្ទាប់មកខាងមុងជុនក៏បានតាមដានកូនរបស់ខ្លួនហ្នឹងរហូតដល់បន្ទប់របស់មិត្តប្រុសរបស់ខ្លួនហ្នឹងបន្ទាប់មកក៏មិនមានការឡើងនោះទេដោយកូនស្រីរបស់ខ្លួននិងមិត្តប្រុសរបស់ខ្លួនហ្នឹងក៏មានការញ៉ាំមីធម្មតាប៉ុន្តែអ្វីដែលគួរហួរចិត្តហ្នឹងដោយកូនស្រីរបស់ខ្លួនហ្នឹងបានសួរទៅកាន់មិត្តប្រុសរបស់ខ្លួនថាបានស្គាល់រឿងដែលទៅសរសេរចេញថ្មីអត់ហើយមិត្តប្រុសរបស់ខ្លួនហ្នឹងបាននិយាយថាស្គាល់តើរឿងហ្នឹងគឺជារឿងមួយដែលអ្នកដែលពលហ្នឹងអត់មានខួរក្បាលទេហើយរឿងហ្នឹងគឺជារឿងសម្រាប់បំផុតធ្វើឲ្យមុងជុនដែលកំពុងតែលួចស្ដាប់ហ្នឹងមានការឈឺចាប់ជាខ្លាំងពេលហ្នឹងដែរកូនស្រីរបស់ខ្លួនហ្នឹងបានប្រាប់ទៅកាន់មិត្តប្រុសរបស់ខ្លួនថាអ្នកដែលនិពន្ធហ្នឹងគឺជាឪពុករបស់ខ្លួនហើយពេលហ្នឹងដែរខាងមិត្តប្រុសក៏បានប្រាប់ថាខ្លួនអត់ដឹងបានជានិយាយទៅពីអញ្ចឹងទៅបន្ទាប់មកក៏បានធ្វើការសំទោសក្រោយមកខាងខីយ៉ុងដែលជាកូនស្រីរបស់មុងជុនហ្នឹងក៏បានប្រាប់ថាមិនបាច់សំទោសទេដែលឪពុករបស់ខ្លួនហ្នឹងគឺបែបហ្នឹងមែនហើយពេលហ្នឹងដែរនាងបាននិយាយថាឪពុករបស់ខ្លួនហ្នឹងមិនមែនជាមេគ្រួសារដូចពីមុនទៀតទេដោយការគិតគូររូបរបស់គាត់ហ្នឹងគឺឡើងទៅមុខហើយអញ្ចឹងបាននាងបបងការរ៉ាបចោលដើម្បីរៀនដើម្បីឲ្យពូកែនឹងខ្លាចជាមេគ្រួសារម្ដង
ពេលនឹងដែរមុងជន់ដែលកំពុងតែលោកស្ដាប់នឹងក៏បានលឺគ្រប់យ៉ាងហើយពេលនឹងដែរក៏ឈឺចិត្តខ្លាំងមែនតែនក្រោយពីខេយ៉ងហើយនឹងមិត្តប្រុសរបស់ខ្លួននឹងបានបែកផ្លូវគ្នាទៅផ្ទះរៀងៗខ្លួនធ្វើឲ្យខាងមុងជន់នឹងមានឱកាសក្នុងការមករកមិត្តប្រុសរបស់ខេយ៉ងពេលនឹងដែរមុងជន់បានពាក់មុខខ្មៅដោយយកធុងខ្មៅនឹងឃ្លុំក្បាលកុំឲ្យខាងមិត្តប្រុសខេយ៉ងនឹងស្គាល់បន្តមកទៀតបានចូលមករកមិត្តប្រុសរបស់ខេយ៉ងហើយបាននិយាយថាកុំនាំកូនស្រីគេមកស៊ីមីពេលយប់ទៀតហើយក៏បានប្រាប់ទៀតថាទៅបីសម្រាមខ្លះក៏មានតម្លៃដែរបន្ទាប់ពីនិយាយហើយមុងជន់ក៏បានចេញបាត់ទៅក្រោយវាបាននិយាយជាមួយមិត្តប្រុសរបស់ខេយ៉ងហើយក៏បានមកនិយាយជាមួយកូនស្រីរបស់ខ្លួនម្ដងពេលហ្នឹងដែរមុងជន់ហាក់បីដូចជាស្វឹងតិចហើយក៏បានសួរទៅកូនស្រីថាទៅមកពីណាហើយក៏បាននិយាយប្រហើថាយប់ប្រលប់មិនគួរតែញ៉ាំមីទាំងអ្នកផ្សេងទេគឺមិនល្អក្រោយពីលើបែបហ្នឹងហើយខេយ៉ងក៏បានសួរទៅកាន់មុងជន់ថាលោកប៉ាហ្នឹងតាមដានកូនមែនបន្ទាប់មកខេយ៉ងក៏ខឹងឪពុករបស់គេហើយក៏បានរុញឪពុករបស់គេហ្នឹងឲ្យចេញពីបន្ទប់របស់គេទៅបន្ទាប់មកក៏មានការនិយាយគ្នាដោយពាក្យសម្ដីធ្ងន់ៗដោយមុងជន់ក៏បានប្រាប់ថាបើសិនជាក្មេងប្រុសនឹងល្អមែនមិនវេរៀននឹងលាបសក់ពណ៌ក្រហមទេបន្ទាប់មកកូនស្រីរបស់ខ្លួនក៏បានបដិសេធក៏បានប្រាប់ថាមនុស្សល្អមិនផ្ដោតលើសក់ពណ៌ទេហើយក៏បានបិទទ្វារមកទំហឹងធ្វើឲ្យឪពុកនៅខាងក្រៅទៅចំណែកឯមេកងឈុននេះវិញកំពុងតែដេញចាប់ជនអន្តោប្រវេសន៍ខុសច្បាប់ដែរដោយជនអន្តោប្រវេសន៍ហ្នឹងក៏ដូចទៅនឹងជនអន្តោប្រវេសន៍ដទៃដែរគោលបំណងដែលចូលមកប្រទេសកូរ៉េខុសច្បាប់ហ្នឹងដើម្បីដេញចាប់ឬក៏សម្លាប់ទៅលើមុងជន់ដែលជាតួឯករបស់យើងនឹងឯងនៅពេលដែលកំពុងធ្វើការហ្នឹងស្រាប់តែមាន message ចូលមកក្នុងទូរស័ព្ទទាំងមេកងដូចជាជនហូផងដែរហើយម្ចាស់ message នោះគឺជាជនហេអ៊ីមមនុស្សតែម្នាក់តែអាចនិយាយបាន2នាក់ធ្វើឲ្យអ្នកទាំងពីរនេះសប្បាយចិត្តខ្លាំងមែនទែនដោយជនហេអ៊ីមបាននិយាយ good night ទៅកាន់មេកងហើយនឹងណាត់ជួបជាមួយនឹងជលហូដែលនិយាយថានឹងយកអាវទៅឲ្យវិញអាវដែលប្រឡាក់ពីថ្ងៃមុននេះបានបោករួចហើយពេលនេះដែរជនហូគឺសប្បាយចិត្តខ្លាំងមែនទែនដែលយករូបម្នាក់ហ្នឹងទៅបង្អួតជាមួយនឹងជនល្មើសប៉ុន្តែជនល្មើសបានស្លាប់បាត់ហើយក្រោយពីមានជនអន្តោប្រវេសន៍ខុសច្បាប់ចូលមកប្រទេសកូរ៉េច្រើនទៅធ្វើឲ្យមេបញ្ជាការរបស់លោកមេកងឈុននិងជលហូហ្នឹងគឺនៅមិនស្ងៀមនោះទេពេលនេះដែរមេបញ្ជាការបានប្រាប់ថាមូលហេតុទាំងអស់គឺមកពីមុងឈុនទាំងអស់ដែលជនអន្តោប្រវេសន៍ទាំងហ្នឹងដែលចូលមកប្រទេសកូរ៉េខុសច្បាប់គឺមកតាមស្លាប់មុងឈុននឹងឯងដែលមុងឈុនហ្នឹងកំពុងតែសរសេររឿងដែលពាក់ព័ន្ធជាមួយនឹងខ្លួនឯងធ្វើឲ្យជនអន្តោប្រវេសន៍ទាំងអស់ហ្នឹងចូលមកប្រទេសកូរ៉េដើម្បីដេញតាមសម្លាប់ប៉ុន្តែក៏ត្រូវមេកងឈុនជំទាស់ដោយមេកងឈុនបានប្រាប់ថាពេលនេះដែរមុងជន់មិនបានសរសេររឿងដែលពាក់ព័ន្ធជាមួយនឹងខ្លួនគាត់ទៀតទេគាត់បានសរសេររឿងតែនឹកឃើញតែប៉ុណ្ណោះក្រោយពីនិយាយហើយមេកងក៏បានបើករូបភាពរឿងចុងក្រោយរបស់មុងជន់ហ្នឹងទៅឲ្យមេបញ្ជាការមើលក្រោយពីឃើញរូបភាពបែបហ្នឹងមេបញ្ជាការក៏មានការស្ងប់ចិត្តចំណែកខាងប្រពន្ធរបស់មុងជន់នេះវិញកំពុងតែធ្វើការស្វាគមន៍ទៅកាន់អតិថិជនថ្មីដែលជាអតិថិជន VIP ទៅមកពីប្រទេសក្រៅបន្ទាប់មកអ្នកទាំងពីរក៏បានធ្វើការណែនាំខ្លួនដោយខាងប្រុសហ្នឹងក៏បានប្រាប់ថាគាត់នឹងមានឈ្មោះថាចាងជូយ៉ងដែលមកពីប្រទេសក្រៅហើយគាត់មកក្នុងប្រទេសកូរ៉េហ្នឹងគឺដើម្បីធ្វើការតាំងពិព័រណ៍មួយដ៏ធំហើយមិនធ្លាប់មានពីមុនមកបន្ទាប់ពីលើបែបហ្នឹងមីណាគឺមានការសប្បាយចិត្តជាខ្លាំងហើយក៏បានប្រាប់ថានាងនឹងព្យាយាមធ្វើឲ្យបានល្អបំផុតក្រោយពីបានណាត់ជាមួយនឹងជលហូពេលនេះឈុនហេអ៊ីមបានយកអាវដែលខ្លួនបានបោកឲ្យហ្នឹងមកឲ្យជលហូវិញពេលនេះដែរជលហូបានឃើញហើយសប្បាយចិត្តខ្លាំងមែនទែនហើយក៏បានប្រាប់ថាខ្លួននៅទីនេះបន្ទាប់មកនាងក៏បានឃើញហើយក៏បានដើរមករកក្រោយពីឃើញជលហូហើយជនអ៊ីមក៏បានសួរទៅកាន់ជនហូថាតើចាំយូរអត់ជនហូបានប្រាប់ថាអត់យូរទេត្រឹមតែ3ម៉ោងតែប៉ុណ្ណោះក្រោយពីនិយាយគ្នាបានបន្តិចក្រោយមកជនអ៊ីមក៏បានដោះអាវរបស់ជលហូហ្នឹងប្រកល់ឲ្យជលហូវិញពេលហ្នឹងដែរជលហូគឺសប្បាយចិត្តខ្លាំងមែនទែនដោយបិទមាត់មិនជិតនោះទេបន្ទាប់ពីនិយាយគ្នាបានបន្តិចក្រោយមកជលអ៊ីមក៏ចង់ជួបបន្ទប់ទឹកហើយជលហូក៏បានប្រាប់ផ្លូវទៅបន្ទប់ទឹកក្រោយពីជលអ៊ីមបានដើរចេញទៅនាងក៏បានបន្សល់ទុកទូរស័ព្ទមួយគ្រឿងនៅលើតុនឹងដែរហើយពេលហ្នឹងដែរជលហូក៏បានឃើញ message នៅក្នុងទូរស័ព្ទរបស់នាងហើយ message នោះគឺជា message របស់មេកងពេលហ្នឹងដែរជលហូមានអារម្មណ៍ថាមេកងនឹងកំពុងតែលូកថ្លើមខ្លួនហើយចំណែកខាងមេកងនេះវិញក៏មកតាមណាត់ដូចគ្នាដែរដោយឈុនហេអ៊ីមបានណាត់មេកងដើម្បីមកឲ្យក្បាត់កដែលខ្លួនថានឹងទិញឲ្យពេលហ្នឹងដែរធ្វើឲ្យមេកងនឹងបាក់ស្រឡាញ់នាងកាន់តែខ្លាំងហើយគិតថានាងនឹងគឺស្រឡាញ់មេកងនឹងមែនតើហើយកំពុងតែ sweet ហ្នឹងស្រាប់តែជលហូក៏បានមកដល់ដោយជលហូបានដឹងថាពីអ្នកនឹងបានណាត់គ្នាដោយបានឃើញ message នៅលើទូរស័ព្ទរបស់ឈុនហេអ៊ីមកំពុងតែសប្បាយចិត្តផងស្រាប់តែជលហូមកដល់ធ្វើឲ្យមេកងនឹងគឺកាំងសង្កាំងកាំងតែម្ដងពេលហ្នឹងដែរមេកងក៏បានសួរទៅកាន់ជលហូថាមកយ៉ាងម៉េចបានហើយពេលហ្នឹងដែរជលហូក៏បានសួរទៅកាន់មេកងវិញថាមកយ៉ាងម៉េចបានដូចគ្នាដល់ពីអ្នកហ្នឹងមានការឆ្លោះកែកគ្នាបន្តិចបន្តួចបន្ទាប់មកឈុនហេអ៊ីមក៏បានហៅអ្នកទាំងពីរអ្នកហ្នឹងដើម្បីមកអង្គុយតុក្បែរគ្នាដោយនាងអង្គុយកណ្ដាលក្រោយពីបាននិយាយគ្នាបន្តិចក្រោយមកឈុនហេអ៊ីមក៏បានសុំទៅបន្ទប់ទឹក
ពេលនឹងដែរជលហោហើយនឹងមេកងរបស់ខ្លួននឹងក៏បាននិយាយគ្នាហើយការពិតក៏ត្រូវបានលាតត្រដាងដោយអ្នកទាំងពីរហ្នឹងបាននិយាយការពិតចេញមកអស់តែម្ដងកាលពីស្គាល់ជននេះអ៊ីមពីដំបងអ្នកទាំងពីរអត់បាននិយាយការពិតទេដោយខាងមេកងបានប្រាប់ថាខ្លួនគឺជាគ្រូបង្រៀនហើយចំណែកឯជលហោវិញក៏ប្រាប់ថាខ្លួនគឺជានិស្សិតប៉ុន្តែដល់ពេលនេះគឺបាននិយាយការពិតចេញអស់តែម្ដងធ្វើឲ្យការពិតត្រូវបានបែកធ្លាយចំណែកខាងមុងជននេះវិញក៏បានតែព្យាយាមគូគំនូររបស់ខ្លួននឹងឡើងមកវិញបន្ទាប់ពីឈឺចិត្តពេលដែលមានអ្នកមើលងាយពេលនេះដែរគាត់ក៏បានគិតថាខ្លួនគាត់នឹងយកខ្លួនឯងដែលពីមុនហ្នឹងមកវិញឲ្យបានបន្ទាប់មកទៀតមុងជនក៏បានគូរឿងមួយដែលតទៅនឹងការប្លន់តន័យពីកន្លែងសំខាន់មុងជនក៏បានគិតថារឿងមួយហ្នឹងនឹងធ្វើឲ្យដូចមែនតែនហើយមានជីវិតរស់ដូចជាជីវិតមែនតែនអញ្ចឹងមុងជនក៏បានបញ្ចូលទន័យផ្សេងៗដូចទៅនឹងការពិតតាំងពីក្បាលរឿងរហូតដល់ចប់បន្ទាប់មកក៏បានយកទៅពិភាក្សាជាមួយនឹងជាវផាកដែលជាភ្នាក់ងារកែរឿងមុននឹងបង្ហោះហ្នឹងបន្ទាប់មកជាវផាកក៏បានប្រាប់ថារឿងតើតើមានជីវិតរស់រវើកបែបហ្នឹងបានកើបលុយក្រោយពីសប្បាយចិត្តបន្តិចជាវផាកក៏បានសួរទៅកាន់មុងជនថារឿងហ្នឹងមិនគូពីរឿងជីវិតខ្លួនឯងណាយបន្ទាប់មកមុងជនប្រាប់ថារឿងហ្នឹងអត់មានពាក់ព័ន្ធជាមួយជីវិតរបស់គាត់ទេបន្ទាប់មកជាវផាកក៏មានការសប្បាយចិត្តហើយក៏បានផុសរឿងហ្នឹងចេញទៅក្រោយមកសាច់រឿងមួយហ្នឹងក៏បានផ្សព្វផ្សាយជាសាធារណៈទៅដល់មនុស្សម្នាក់ដែលម្នាក់នោះគឺមានឈ្មោះថាចាងឈឺយ៉ងដែលទើបតែចូលមកក្នុងប្រទេសកូរ៉េថ្មីពេលហ្នឹងដែរចាងឈឺយ៉ងក៏បានសួរទៅកាន់កូនចៅរបស់គេថាគ្រប់យ៉ាងក្នុងរឿងហ្នឹងគឺល្អឥតខ្ចោះតែម្ដងចំណែកខាងមុខជននេះវិញកំពុងតែសប្បាយចិត្តពីរឿងដែលខ្លួនបានបង្ហោះទៅហ្នឹងគឺមានការគ្រប់គ្រងច្រើនមែនតើកំពុងតែមើល comment ហ្នឹងស្រាប់តែឃើញ comment មួយដែលបានជេរទៅដល់ពុកម៉ែរបស់ខ្លួនពេលហ្នឹងដែរក៏ធ្វើឲ្យមុខជនគឺខឹងខ្លាំងមែនតើហើយគិតថានឹងទៅសម្លាប់ដល់ផ្ទះតែម្ដងបន្ទាប់មកមុខជនក៏បានធ្វើសកម្មភាពហើយក៏ចូលដល់ផ្ទះអ្នក comment ម្នាក់ហ្នឹងក្រោយមកទៀតមុខជនហាក់បីដូចជាមិនដាច់ចិត្តក្នុងការធ្វើបាបដល់ក្មេងម្នាក់ហ្នឹងទេដែលក្មេងម្នាក់ហ្នឹងបាននិយាយថាខ្លួននៅម្នាក់ឯងដែលឪពុកម្ដាយហ្នឹងអត់មានការយកចិត្តទុកដាក់អត់មានមិត្តភ័ក្តិឬជាអ្នកដែលចាប់អារម្មណ៍នឹងខ្លួនឡើយធ្វើឲ្យខ្លួនហ្នឹងចេះតែដើរ comment គេទៅពីទៅបន្ទាប់មកមុខជនក៏បានព្រាមបដៅទៅក្មេងម្នាក់ហ្នឹងប្រាប់ថាកុំធ្វើបែបហ្នឹងទៀតជាយ៉ាងណាក៏ដោយយើងក៏ជាមនុស្សមានតម្លៃដែរបន្ទាប់ពីព្រាមបដៅរួចហើយក្មេងហ្នឹងក៏បានឲ្យនំមួយកញ្ចប់ហើយក៏បានប្រាប់មុខជនហ្នឹងឲ្យចេញទៅមុនពេលដែលឪពុកម្ដាយរបស់ខ្លួនហ្នឹងមកដល់បន្ទាប់មកមុខជនក៏បានចេញពីបន្ទប់របស់ក្មេងម្នាក់ហ្នឹងដោយការសប្បាយចិត្តនៅពេលដែលមុខជនបានចូលទៅរកអ្នក comment ពេលហ្នឹងដែរក៏មានមនុស្សម្នាក់ដែលបានធ្វើសកម្មភាពដោយក្នុងរឿងរបស់មុខជនដែលបានសរសេរឡើងហ្នឹងមនុស្សម្នាក់នោះគឺជាចាងឈឺយ៉ងដែលបានធ្វើសកម្មភាពដូចគ្នាបែបជាមួយនឹងសាច់រឿងដែលបានដាក់ផ្សាយចេញទៅបន្ទាប់មកក៏បានចូលទៅលួចទិន្នន័យមួយយ៉ាងដែលនៅក្នុងកន្លែងសំខាន់ក្រោយពីចាងឈឺយ៉ងបានធ្វើសកម្មភាពរួចរាល់បន្ទាប់មកទៀតព័ត៌មានក៏បានចេញផ្សាយហើយក៏បានផ្ដោតសំខាន់ទៅលើខ្សែភាពយន្តដែលមុខជនបានទើបតែសរសេរបង្ហោះទៅនឹងថាពាក់ព័ន្ធគ្នាដែរឬទេបន្ទាប់មកគឺមានបណ្ដាញសង្គមផ្សេងៗដែលបានយកចូលផ្សាយថារឿងនេះមិនមែនជាចៃដន្យទេហេតុអីក៏ដូចគ្នាខ្លាំងម្ល៉េះក្រោយពីរឿងបានចេញផ្សាយទៅធ្វើឲ្យអ្នកស្គាល់គ្នារបស់មុខជននឹងក៏បានដឹងគ្រប់គ្នាទាំងមេកងក៏ដូចជាគ្រួសារផងដែរពេលនឹងដែររឿងមួយនឹងក៏មិនមែនជារឿងតូចតាចទៀតទេបន្ទាប់មករឿងនឹងក៏បានដឹងទៅដល់មេវិជាការពេលនឹងដែរមេវិជាការក៏បានប្រាប់ថាមុខជននឹងគឺជាអ្នកធ្វើច្បាស់ណាស់ដោយសារតែរឿងមួយនឹងគឺមុខជនជាអ្នកសរសេរក្រៅពីមុខជនគឺមិនមែនអ្នកធ្វើទៀតទេបន្ទាប់មកទៀតក៏បញ្ជាឲ្យទៅចាប់មុខជននឹងដើម្បីមកសួរចម្លើយដើម្បីដឹងការពិតប៉ុន្តែមេវិជាការនឹងគិតថាមុខជនគឺជាអ្នកធ្វើច្បាស់ណាស់ក្រោយពីចាប់មុខជនមកសួរចម្លើយហើយពេលនេះមុខជននឹងភរិយាបានមកដល់បន្តមកទៀតមេវិជាការក៏បានសួរចម្លើយទៅកាន់មុខជនថាធ្វើដើម្បីអីប៉ុន្តែត្រូវមានណាបដិសេធប្រាប់ថាមុខជននឹងអត់បានធ្វើទេតែធ្វើដើម្បីអីពេលនេះដែររឿងរបស់គេនឹងលក់ចាយលុយមិនអស់ផងពេលនឹងដែរត្រូវមេកងបានប្រាប់ថាជឿជាក់អត់ហើយក៏បានប្រាប់ការពិតថាតួឯងបើយើងនឹងបានទិញ Bitcoin ក៏ដូចជាហ៊ុនផ្សេងៗដែលពេលហ្នឹងក៏បានដាំក្បាលចុះហើយក៏បានយកផ្ទះទៅវិញចាំទៀតផងក្រោយពីលឺបែបហ្នឹងមីណាក៏បានប្រាប់ឲ្យមេវិជាការនឹងនិយាយសារថ្មីហើយនិយាយឲ្យអស់បន្ទាប់មកមេវិជាការក៏មិនចាំយូរក៏បាននិយាយអស់ខ្ទេចខ្ទីតែម្ដងប្រាប់ថាតួឯងបើយើងមុខជនហ្នឹងបានទិញ Bitcoin ក៏ដូចជាហ៊ុនផ្សេងៗហើយក៏បាននាំបាក់ពួកហ្នឹងទិញជាមួយគ្នាតែពេលហ្នឹងដែរគឺដាំក្បាលចុះទាំងអស់គ្នាហើយមួយគឺខាតខ្លាំងមែនទែនក្រោយពីលឺបែបហ្នឹងមីណាក៏មានការខឹងខ្លាំងមែនទែនទៅលើមុខជនហើយក៏បានវាយទៅលើមុខជនជាខ្លាំងបន្ទាប់មកមេវិជាការក៏នៅក្បែរហ្នឹងគឺមានការសប្បាយចិត្តហើយក៏បានសោយការក្អាយផងដែរបន្តមកទៀតមីណាក៏បានប្រាប់ថានឹងប្តឹងដោយសារតែរឿងនេះគឺជារឿងឯកជនហើយដែលបានខាងប៉ូលីសហ្នឹងយកមកបកស្រាយបែបហ្នឹងបន្ទាប់មកមីណាក៏បានចាក់ចេញទៅធ្វើឲ្យខាងប៉ូលីសហ្នឹងគឺស្រឡាំងកាំងតែម្ដងក្រោយពីមីណាដើរចេញទៅបានបន្តិចមុខជនក៏បានខឹងមេវិជាការហើយក៏បានទៅសួរមេវិជាការធ្វើដើម្បីអីរឿងបែបហ្នឹងខ្លួនបានលាក់ប្រពន្ធមកយាយយូរ
ហើយពេលនឹងដែរមេវិជាការក៏ខឹងក៏ដកកម្លឹងខ្លីមកភ្ជុំក្បាលរបស់មុងជុនហើយមុងជុនប្រាប់ថាឲ្យបាញ់មកបើសិនជាទៅទៀតក៏នៅតែស្លាប់ដដែលទេអញ្ចឹងឲ្យគាត់ស្លាប់នៅកន្លែងហ្នឹងហ្មងទៅបន្ទាប់មកទាំងពីរក៏បានសម្រួលគ្នាហើយក៏បាននិយាយសារថ្មីហើយខាងមេវិជាការក៏បានទៅសួរដដែលថាមុងជុនធ្វើដើម្បីអីហើយមុងជុនប្រាប់ថាខ្លួននឹងអាចបានធ្វើទេហើយអញ្ចឹងទៅមេវិជាការក៏បានប្រាប់ថាឲ្យទៅរកផោះតាំងមកពេលនឹងដែរមុងជុនក៏បាននឹកឃើញថាខ្លួនថ្ងៃហ្នឹងបានទៅរកក្មេងម្នាក់ដែលខមមិនជេរដល់ម៉ែឪមកខ្លួនហ្នឹងហើយបន្ទាប់មកក៏យកក្មេងធ្វើជាសាក្សីប្រាប់ថាថ្ងៃហ្នឹងខ្លួនក៏នៅជាមួយក្មេងម្នាក់ហ្នឹងហើយក្រោយពីមានសាក្សីបញ្ជាក់ថាមុងជុនមិនបានធ្វើពេលនេះដែរមេវិជាការរីក្រុមការងារផ្សេងក៏បានស្វែងរកជនសង្ស័យផ្សេងទៀតដែលពេលនឹងដែរមុងជុនក៏បានសួរថាអត់មានអ្នកសង្ស័យទេមែនក្រោយពីលើបែបហ្នឹងមេកងក៏បាននាំមុងជុនទៅមើលអ្នកតាមសម្លាប់គឺជាជនអតបវេសបន្ទាប់មកមុងជុនក៏បានឃើញហើយក៏បានប្រាប់ថាហេតុអីបានប្រាប់ខ្លួនបន្ទាប់មកលោកមេកងក៏បានប្រាប់ថាមិនចង់ឲ្យមុងជុនមកពាក់ព័ន្ធជាមួយរឿងនឹងទៀតទេដោយសារតែមុងជុនឥឡូវហ្នឹងគឺបានចាក់ចេញពីការងារមួយហ្នឹងហើយក្រោយពីឃើញជនអន្តរប្រវេសទាំងអស់ហ្នឹងហើយមុងជុនក៏ព្យាយាមរកអ្នកផ្សេងទៀតប៉ុន្តែរកនឹកមិនឃើញសោះថាមាននរណាទៀតបន្ទាប់មកក៏មានគំនិតមួយថានឹងសរសេររឿងថ្មីមួយទៀតដើម្បីជនល្មើសហ្នឹងយកទៅធ្វើតាមបន្ទាប់មកក៏ធ្វើការចាប់ខ្លួនតែម្ដងមិនចាំយូរមុងជុនក៏បានសរសេររឿងថ្មីហើយក៏បានប្រាប់ទៅកាន់ភ្នាក់ងារប៉ូលីសទាំងអស់ឲ្យដឹងពីរឿងហ្នឹងដែរស្រួលធ្វើការក្រោយពីសហការជាមួយប៉ូលីសរួចហើយនោះមុងជុនក៏បានសរសេររឿងមួយដែលពាក់ព័ន្ធជាមួយនឹងការប្លន់ធនាគារហើយសាច់រឿងវិញគឺដូចនឹងការពិតដូចជារឿងដំបងដែរបន្តមកទៀតអ្នកទាំងអស់គ្នាក៏បានរាយការណ៍ទៅកាន់ប៉ូលីសគ្រប់គ្នាឲ្យទៅធ្វើការចាំកន្លែងដែលជនល្មើសហ្នឹងទៅដល់បន្ទាប់មករឿងមួយនេះក៏បានចេញផ្សាយក្រោយពីរឿងនឹងបានចេញផ្សាយផុតទៅបន្តមកទៀតមេវិជាការក៏មិនឲ្យមុងជុននិងមេកងឈុននឹងជលហោធ្វើការទៀតទេដោយគាត់ប្រាប់ថាការងារមួយនឹងគាត់អ្នកធ្វើខ្លួនឯងដោយគិតថាអ្នកទាំងអស់គ្នាដែលទៅធ្វើការនឹងគឺជាមេបញ្ហាឲ្យអ្នកទាំងអស់គ្នានឹងគឺនៅចាំកន្លែងការិយាល័យប៉ូលីសហ្នឹងហើយក៏មានឲ្យអ្នកយាមមកយាមផងដែរបន្ទាប់មកអ្នកទាំងអស់គ្នាគឺមានការខកចិត្តខ្លាំងមែនទែនក្រោយពីរឿងបានចេញជាសាធារណៈពេលនេះដែររឿងមួយនឹងក៏បានទៅដល់ដៃរបស់ចាងឈីយ៉ុងទៅដែរក្រោយពីឃើញរឿងថ្មីចាងឈីយ៉ុងក៏បានវាយយកអាវុធដែលខ្លួនបានលាក់ទុកបន្ទាប់មកទៀតចាងឈីយ៉ុងគិតថានឹងធ្វើសកម្មភាពសាជាថ្មីប៉ុន្តែចាងឈីយ៉ុងមិនបានធ្វើតាមសាច់រឿងដែលបានសរសេរនោះទេដោយចាងឈីយ៉ុងបានដឹងថានេះគឺជាអន្ទាក់ចំណែកខាងមេកងឯវិញបានបញ្ជាឲ្យកូនចៅរបស់ខ្លួននឹងបានទៅធ្វើការតាមគោលដៅដែលខ្លួនកំណត់ឲ្យចំណែកមេកងនិងជលហូគឺដេកយាមប៉ុស្តិ៍ប៉ូលីសបន្ទាប់មកគឺមានមេសេចចូលមកក្នុងទូរស័ព្ទរបស់ខ្លួននោះគឺជាឈុនហេអ៊ីមចំណែកឈុនហេអ៊ីមក៏បានមេសេចចូលមកទាំងជលហូក៏ដូចជាមេកងផងដែរដើម្បីធ្វើការណាត់ជួបមួយនៅកន្លែងតែមួយជាមួយគ្នាតែម្ដងបន្ទាប់មកអ្នកទាំងពីរគឺមានការសប្បាយចិត្តជាខ្លាំងបន្ទាប់មកទៀតក៏ទទួលការណាត់ជួបមួយនឹងដោយជលហូហើយនិងមេកងនឹងអត់ដឹងទេថានឹងទៅជួបគ្នានៅកន្លែងតែមួយបន្ទាប់មកអ្នកទាំងពីរក៏យកលេសថានឹងទៅផ្ទះរៀងៗខ្លួនទាំងដែលទាំងអស់គ្នានឹងគឺទៅកន្លែងតែមួយក្រោយមកទៀតអ្នកទាំងពីរក៏បានទៅឃើញគ្នានៅកន្លែងណាត់ជួបដោយជលហេអ៊ីមនឹងគឺណាត់ជួបមកកន្លែងតែមួយបន្ទាប់មកអ្នកទាំងពីរក៏កាន់បាច់ផ្កាម្នាក់មួយចឹងទៅក្រោយពីមេកងនិងជលហូបានមកដល់បន្តិចក្រោយមកជលហេអ៊ីមក៏បានដាក់ចេញមកហើយអ្នកទាំងពីរហ្នឹងក៏ហុចផ្កាដែលខ្លួនទិញឲ្យហ្នឹងទៅឲ្យជលហេអ៊ីមប៉ុន្តែជលហេអ៊ីមបាននិយាយការពិតចេញមកទាំងអស់ទាំងឋានៈហើយនិងឈ្មោះរបស់មេកងហើយនិងជលហូបន្តិចក្រោយមកគឺមានមនុស្សស្លៀកពាក់ខ្មៅមួយក្រុមបានដាប់ដោយកភ្លើងហ្នឹងបានមកធ្វើការលំពាត់ជុំវិញហើយក្នុងនោះដែរគឺមានម្នាក់ដែលមានឈ្មោះថាចាងឈឺយ៉ុងក្រោយពីមេកងបានឃើញចាងឈឺយ៉ុងបានសួរទៅកាន់ចាងឈឺយ៉ុងថាឯងនៅមានជីវិតទេអីពេលហ្នឹងដែរចាងឈឺយ៉ុងក៏បានឆ្លើយថាខ្លួនខ្ជិលកុហកថាស្លាប់ដោយទៅនឹងមុងជុនដែរបន្ទាប់មកក៏បានដឹងថារឿងគ្រប់យ៉ាងគឺចាងឈឺយ៉ុងអ្នកធ្វើទាំងអស់ចាងឈឺយ៉ុងគឺជាជនជាតិកូរ៉េខាងជើងហើយក៏ធ្លាប់ធ្វើការជាមួយមេកងផងដែរពេលនេះដែរមេកងក៏បានដឹងគ្រប់យ៉ាងពីចាងឈឺយ៉ុងពីចរិតក៏ដូចជាអ្វីផ្សេងៗទាក់ទងជាមួយចាងឈឺយ៉ុងនៅពេលដែលចាងឈឺយ៉ុងនិងមេកងកំពុងនិយាយគ្នាសពតែជុនហេអ៊ីមក៏បានទៅកញ្ចក់កភ្លើងពីម្នាក់នៅក្បែរនឹងម្នាក់ហើយក៏បានភ្ជង់ទៅកាន់ចាងឈឺយ៉ុងហើយក៏បានដើរទៅរកចាងឈឺយ៉ុងតែម្ដងពេលហ្នឹងដែរមេកងហើយនឹងជុនហូក៏បានប្រាប់ថាកុំចូលទៅគ្រោះថ្នាក់ខ្លាំងណាស់ស្រាប់តែពីរនាក់ហ្នឹងក៏បានអោបគ្នាពេលហ្នឹងដែរធ្វើឲ្យជុនហូនិងមេកងនឹងគឺចំហមាត់ធ្លុងតែម្ដងដល់ដឹងពីការពិតបន្ទាប់មកមេកងនិងជុនហូក៏ត្រូវបានចាប់ខ្លួនទៅកន្លែងមួយបន្ទាប់មកទៀតចាងឈឺយ៉ុងក៏បានសួរចម្លើយទៅកាន់មេកងអំពីក្របនុយក្លេអ៊ែរដែលមេកងនឹងបានចូលទៅលួចពីកូរ៉េខាងជើងពីមុនមកហើយឥឡូវហ្នឹងចាងឈឺយ៉ុងចង់ដឹងថាតើវាស្ថិតនៅកន្លែងណាបន្ទាប់មកមេកងក៏ប្រាប់ថាគាត់អត់ដឹងទេដែលគាត់បានទៅលួចមកប៉ុន្តែគាត់អត់ដឹងថាពេលនេះវានៅឯណានៅឡើយក្រោយពីមេកងប្រាប់ថាអត់ដឹង
ចាញ់ឈីយ៉ងក៏បានបញ្ជាឲ្យកូនចៅរបស់ខ្លួននឹងវាយដំទៅលើមេកងខ្លាំងមែនតែនទោះជាវាយដំយ៉ាងណាក៏ដោយមេកងក៏បានឆ្លើយដែរចំណែកខាងជីវภาคវិញគាត់កំពុងធ្វើការសោកសោកសត្វតែមានមនុស្សមួយក្រុមដែលមិនដែលស្គាល់នឹងដើរមកសួរថាគាត់នឹងធ្វើការឲ្យមុងជន់មែនអត់ជីវภาคក៏បានឆ្លើយតាមត្រង់ក្រោយមកគាត់ក៏ត្រូវបានចាប់ចងដោយក្រុមអស់នឹងបន្តមកទៀតក្រុមអស់នឹងក៏បានទៅខ្លាញ់បន្លំរឿងដែលជាសាច់រឿងពេញហ្នឹងខ្លាយទៅជារឿងផ្សេងវិញចំណែកខាងមេកងឈុននេះវិញគឺត្រូវគេវាយពោមុខតែម្ដងដោយសារតែខ្លួននឹងអត់បានប្រាប់ការពិតប៉ុន្តែទោះជាយ៉ាងណាក៏ដោយការពិតក៏ត្រូវបានលាតកដាងឈុនហេអ៊ីមបានដើរមកប្រាប់មេរបស់គេក៏ជាចាងឈីយ៉ងនឹងប្រាប់ថាក្របនុយក្លេអ៊ែរនឹងគឺនៅក្រោមប៉ុស្តិ៍ប៉ូលីសមួយនឹងឯងគឺមិននៅណាឆ្ងាយទេបន្ទាប់មកខាងមេកងក៏បានប្រាប់ថាมันអាចទៅយកបានទេដោយសារតែពេលនេះគឺប៉ូលីសនៅច្រើនមែនតែនប៉ុន្តែចាងឈីយ៉ងក៏បានដឹងមុនថារឿងដែលគូចុងក្រោយនឹងគឺជាអន្ទាក់បន្ទាប់មកខ្លួនក៏បានធ្វើការវាយបកដោយប្រើល្បិចទប់ទល់នឹងល្បិចវិញក្រោយពីរឿងកើតឡើងជលហូគឺអត់បានដឹងរឿងនឹងគេនោះទេពេលនេះដែរជលហូក៏បានសួរការពិតទៅកាន់មេកងហើយមេកងក៏បានប្រាប់ថាសាច់រឿងគឺបានផ្ដើមឡើងពីកូរ៉េខាងជើងដែលពេលហ្នឹងដែរខាងកូរ៉េខាងត្បូងគឺព្យាយាមទៅលួចនុយក្លេអ៊ែរហើយអ្នកដែលចូលទៅលួចនោះគឺជាម៉ុងជុនបន្ទាប់មកក៏លួចបានសម្រេចខាងកូរ៉េខាងជើងនឹងខ្លាចការពិតត្រូវបានបែកធ្លាយក៏បានសម្លាប់គ្រប់គ្នាបានដឹងរឿងហ្នឹងដែលនៅកូរ៉េខាងជើងហើយគ្រួសាររបស់ចាងឈីយ៉ងក៏បានសម្លាប់ទាំងអស់ហើយពេលហ្នឹងដែរម៉ុងជុនហើយនឹងខ្លួននឹងក៏បានគិតថាចាងឈីយ៉ងក៏បានស្លាប់ផងដែរប៉ុន្តែការពិតចាងឈីយ៉ងគឺមិនទាន់ស្លាប់នោះទេក្រោយពីនិយាយការពិតគ្រប់យ៉ាងទៅឲ្យជលហូបានដឹងហើយមេកងក៏បាននិយាយទៅកាន់ទូរស័ព្ទរបស់ខ្លួនដែលបានលាក់នៅក្នុងខោបន្ទាប់មកក៏បាននិយាយជា AI ដោយប្រើសំឡេងដែលប្រាប់សេរីនឹងឲ្យទេទៅកាន់ម៉ុងជុនពេលហ្នឹងដែរការទេនឹងក៏បានសម្រេចប៉ុន្តែមេកងគឺនិយាយរួចទេគឺប្រាប់ឲ្យជលហូនឹងមកជួយនិយាយជំនួសវិញដោយសារតែជលហូនឹងជាប់ដៃជាប់ជើងក៏បានមានជួមមកនិយាយជំនួសហើយគ្រប់យ៉ាងក៏បានដឹងទៅដល់ម៉ុងជុនផងដែរនៅពេលដែលម៉ុងជុនកំពុងតែនិយាយជាមួយមេកងនឹងស្រាប់តែទូរស័ព្ទរបស់ខ្លួននឹងមានសំឡេងសារហើយសារនោះគឺជាសាររឿងរបស់ខ្លួនត្រូវបានបង្ហោះតែងតែការពិតខ្លួនមិនបានគូរឿងនឹងទេហើយរឿងមួយនឹងដែរគឺនិយាយពីក្របនុយក្លេអ៊ែរដែលផ្ទុះនៅកណ្ដាលទីក្រុងនៃប្រទេសកូរ៉េខាងត្បូងតែម្ដងក្រោយពីរឿងបានផុសជាសាធារណៈធ្វើឲ្យអ្នកវិភាគផ្សេងៗនឹងមានការភ័យខ្លាចដោយគិតថារឿងនឹងអាចកើតឡើងដោយនឹងការប្លន់ទិន្នន័យដែរឬទេបន្តមកទៀតប្រពន្ធរបស់ខ្លួនក៏បានឃើញក្រោយមកម៉ុងជុនក៏បានទេមកល្មមពេលនឹងដែរមានអ្នកបានសួរទៅកាន់ម៉ុងជុនថាម៉ុងជុននឹងទៅសេរឿងឈួតឈួតបែបហ្នឹងមែនបន្ទាប់មកម៉ុងជុនក៏បានប្រាប់ថាខ្លួនមិនបានទៅសេរឿងបែបហ្នឹងទេប៉ុន្តែស្នាដៃនឹងក៏ដូចគ្នាខ្លាំងមែនតើក្រោយពីម៉ុងជុនបានអធិប្បាយគ្រប់យ៉ាងឲ្យប្រពន្ធរបស់គាត់ស្ដាប់ហើយម៉ុងជុនក៏បានប្រាប់ឲ្យប្រពន្ធនឹងជួយរឿងមួយហើយរឿងនោះដែរគឺទៅជួយលំដោះជលហូហើយនឹងមេកងដែលបានឃុំឃាំងនឹងបន្ទាប់មកនាងក៏បានយល់ព្រមក្រោយមកទៀតមីណាក៏បានចូលទៅសង្គ្រោះមេកងហើយនឹងជលហូពីកន្លែងមួយហ្នឹងដោយមីណាបានយកដបស្រាទៅវាយក្បាលពួកដែលអ្នកយាមអស់ហ្នឹងធ្វើឲ្យមីណាហ្នឹងអាចចូលទៅខាងក្នុងបានហើយក៏បានលំដោះមេកងហើយនឹងជលហូហ្នឹងគឺបានសម្រេចក្រោយពីដឹងថាក្របនុយក្លេអ៊ែរនៅឯណាហើយក្រុមយ៉ាងឈីយ៉ងហ្នឹងក៏បានកាត់ផ្ដាច់បណ្ដាញតាក់ទងផ្សេងៗដែលនៅតាក់ទងនៅក្នុងប៉ុស្តិ៍ប៉ូលីសមួយហ្នឹងឲ្យបានដាច់ទាំងអស់ទាំងប្រព័ន្ធកាមេរ៉ានិងប្រព័ន្ធតាក់ទងផ្សេងៗហ្នឹងបន្ទាប់មកក៏បានធ្វើសកម្មភាពចូលទៅបាញ់ប្រហារហើយក៏គ្រប់គ្រងកន្លែងហ្នឹងតែម្ដងបន្ទាប់មកប្រព័ន្ធកាមេរ៉ាផ្សេងៗនេះក៏ត្រូវបានកាត់ផ្ដាច់ហើយគ្រប់គ្រងទាំងស្រុងដោយចាងឈីយ៉ងបន្ទាប់ពីគ្រប់គ្រងបានសម្រេចចាងឈីយ៉ងក៏បានបញ្ជាឲ្យកូនចៅរបស់ខ្លួននឹងទៅរកគ្រាប់នុយក្លេអ៊ែរដោយនៅបន្ទប់ក្រោមដីចំណែកឯខាងម៉ុងជុននេះវិញក៏បានព្យាយាមចេញពីបន្ទប់ដែលមេវិជាការនឹងបានឃុំខ្លួននៅហើយក៏បានឲ្យអ្នកនៅយាមផងដែរពេលនេះដែរម៉ុងជុនក៏បានប្រាប់អ្នកយាមម្នាក់នឹងប្រាប់ថាឲ្យកំភ្លើងខ្លីមកខ្លួនមកហើយឲ្យម្នាក់នឹងទៅតាមមេកងនឹងឲ្យត្រឡប់មកវិញដោយសារតែពេលនេះកន្លែងប៉ូលីសមួយនឹងក៏ត្រូវបានបាញ់សម្លាប់ចោលទាំងអស់មិនលើកលែងសូម្បីតែម្នាក់ពេលនឹងដែរពីរនាក់នឹងក៏បានបែកផ្លូវគ្នាចំណែកខាងចាងជីយ៉ងនេះវិញក្រោយពីព្យាយាមទលុះទ្វារដែកដើម្បីរកគ្រាប់នុយក្លេអ៊ែរចុងក្រោយក៏បានសម្រេចអ្នកទាំងពីរនាក់ក៏បានចូលមកដល់កន្លែងគ្រាប់នុយក្លេអ៊ែរហើយក៏បានលួចគ្រាប់នុយក្លេអ៊ែរនឹងចេញទៅក្រៅបាត់ទៅធ្វើឲ្យម៉ុងជុនមកតាមក្រោយនឹងគឺមកមិនទាន់នោះទេដោយគ្រាប់នុយក្លេអ៊ែរនឹងក៏បានយកចេញទៅបាត់ហើយពេលនេះដែរចាងជីយ៉ងក៏បានមើលកាមេរ៉ាឃើញម៉ុងជុនបន្ទាប់មកអ្នកទាំងពីរក៏បាននិយាយគ្នាដោយខាងម៉ុងជុនក៏បានប្រាប់ចាងជីយ៉ងថារឿងគំនុំមួយហ្នឹងគឺពាក់ព័ន្ធតែយើងពីរនាក់ទេអ្នកដទៃគឺមិនពាក់ព័ន្ធបន្តមកទៀតចាងឈីយ៉ងក៏បានប្រាប់វិញថាគ្រួសាររបស់គេហ្នឹងក៏មិនពាក់ព័ន្ធដែរហើយតែមិនត្រូវស្លាប់ហើយគំនុំមួយហ្នឹងទៅសងវិញដោយជីវិតប្រទេសកូរ៉េខាងត្បូងទាំងអស់ឲ្យខ្លួនទៅខ្លួននឹងព្រមប៉ុន្តែនិយាយគ្នាហ្នឹងស្រាប់តែជនអន្តរវេសទាំង3នាក់ដែលបានចាប់ពីមុនហ្នឹងបានចូលមកដល់ដោយខាងចាងឈីយ៉ងហ្នឹងបានបើកទ្វារដើម្បីឲ្យ3នាក់ហ្នឹងមកសងសឹកជាគំនុំផ្ទាល់ខ្លួនដោយខ្លួនផងដែរបន្ទាប់មកអ្នកទាំងអស់គ្នាក៏បានតស៊ូគ្នាដោយសារតែការតស៊ូនេះមិនជាខាងម៉ុងជុនធ្វើឲ្យខាងម៉ុងជុននឹងបានសម្លាប់ចោលទាំងអស់បន្ទាប់មកទៀត
ខាងមុនជនក៏ព្យាយាមទៅហាមឃាត់កុំឲ្យយ៉ាងជីយ៉ុងនឹងបំផ្ទុះគ្រាប់បែកនុយក្លេអ៊ែរនឹងបានបន្ទាប់មកមុនជនក៏បានទៅទាន់ប៉ុន្តែយ៉ាងជីយ៉ុងបានកំណត់ពេលរួចរាល់ហើយនៅពេលដែលយ៉ាងជីយ៉ុងបំរុងនៅឡើងអធម្មកិច្ចៈមុនជនក៏បានមកដល់ហើយក៏បានបាញ់អ្នកបើកបរអធម្មកិច្ចៈនឹងឲ្យបានស្លាប់បាត់ទៅពេលនេះដែរអធម្មកិច្ចៈគឺមិនមានអ្នកបើកបរទៀតទេធ្វើឲ្យយ៉ាងជីយ៉ុងមិនអាចត្រឡប់ទៅវិញបានប៉ុន្តែគ្រាប់បែកនុយក្លេអ៊ែរបានកំណត់ពេលរួចរាល់ហើយនៅពេលដែលក្រុមយ៉ាងជីយ៉ុងសម្រុកបាញ់មកកាន់មុនជនពេលនឹងដែរមេកងហើយនឹងជនហូក៏បានមកដល់តែមកដៃទៅទេធ្វើឲ្យក្រុមយ៉ាងជីយ៉ុងនឹងឃើញហើយក៏បានបាញ់ប្រហារទៅខាងមេកងផងដែរបាញ់ទៅបាញ់មកនឹងធ្វើឲ្យគ្រាប់កំភ្លើងនឹងអស់ក្រោយពីគ្រាប់កំភ្លើងអស់អ្នកទាំងអស់គ្នាក៏បានតស៊ូគ្នាដោយដៃដោយយ៉ាងជីយ៉ុងបានតស៊ូជាមួយនឹងមុងជនចំណែកខាងមេកងឈុនវិញបានតស៊ូជាមួយស្រីស្នេហ៍របស់ខ្លួនគឺជុនហេអ៊ីមចំណែកខាងជុនហូវិញក៏បានតស៊ូជាមួយមនុស្សម្នាក់ទៀតដែលមានមេធំបន្ទាប់មកអ្នកទាំងអស់គ្នាក៏បានប្រយុទ្ធគ្នាយ៉ាងស្វាស្វែងបន្ទាប់ពីប្រយុទ្ធគ្នាអស់រយៈពេលយូរគួរសមជុលហូក៏បានរត់កទៅដៃគូរបស់ខ្លួននឹងធ្វើឲ្យស្លាប់បាត់បន្ទាប់មកក៏បានធាក់ទៅលើជុនហេអ៊ីមបើដល់ជុនហេអ៊ីមបោកក៏បានទៅលើដែកធ្វើឲ្យបាត់បង់ជីវិតដូចគ្នាចំណែកខាងមុងជុននេះវិញក៏បានប្រយុទ្ធគ្នាជាមួយនឹងចាងឈីយ៉ុងហើយក៏បានយកដៃខ្មៅដៃគូរូបខ្លួននឹងចាក់ទៅលើកចាងឈីយ៉ុងបើដល់ចាងឈីយ៉ុងនឹងដួលទៅនឹងកន្លែងផងដែរប៉ុន្តែពេលនឹងដែរចាងឈីយ៉ុងក៏នៅមានស្មារតីហើយក៏បានដកកំភ្លើងខ្លីមកបាញ់ទៅលើគ្រាប់នុយក្លេអ៊ែរនឹងបណ្ដាលឲ្យបិទមិនបានពេលនេះដែរគ្រាប់នុយក្លេអ៊ែរនឹងគឺផ្ទុះតែម្យ៉ាងតែប៉ុណ្ណោះមិនអាចបញ្ឈប់បានទេក្រោយពីគ្រាប់នុយក្លេអ៊ែរមិនអាចបញ្ឈប់បានអ្នកទាំង3នាក់ក៏បានទៅនិយាយគ្នាបន្ទាប់ពីនិយាយគ្នាមិនត្រូវបន្ទាប់មកអ្នកទាំង3នាក់ក៏បានបើជីងស៊ុងបើសិនជាអ្នកណាចាញ់នឹងគឺយកគ្រាប់នុយក្លេអ៊ែរនឹងដើម្បីចេញទៅដើម្បីទៅចោលនៅសមុទ្រពេលនឹងដែរមុងជុនគឺជាអ្នកឈ្នះប៉ុន្តែដោយសារតែការឆ្លៃមិត្តភក្តិរបស់ខ្លួននឹងមុងជុនបានប្រាប់ថាទោះឲ្យខ្លួនជាអ្នកយកទៅវិញបន្ទាប់មកមុងជុនក៏យកគ្រាប់បែកនុយក្លេអ៊ែរនឹងឡើងយន្តហោះហើយបានបើកចេញទៅបន្ទាប់ពីមុងជុនបានបើកចេញទៅមុងជុនក៏បានទេទៅរកភរិយាដូចជាកូនស្រីរបស់ខ្លួនផងដែរពេលនឹងដែរមីណាហើយនឹងកូនស្រីគឺមានការពិបាកចិត្តជាខ្លាំងបន្ទាប់មកគ្រាប់បែកនឹងក៏បានផ្ទុះនៅកណ្ដាលសមុទ្រក្រោយពីគ្រាប់នុយក្លេអ៊ែរមួយគ្រាប់នឹងបានផ្ទុះរួចហើយធ្វើឲ្យគ្រប់គ្នាមានការសោកស្ដាយជាខ្លាំងដែលបានគិតថាមុងជុនក៏បានបាត់បង់ជីវិតនៅកន្លែងហ្នឹងហើយត្រឹមតែបន្តិចក្រោយមកក៏មានទូរស័ព្ទដែលហៅចូលមកទូរស័ព្ទរបស់មេកងនោះគឺជាមុងជុនដែលគាត់មិនទាន់បាត់បង់ជីវិតនោះទេដែលគាត់បានប្រាប់ថាគាត់បានលោតចុះទៅលើអធម្មកិច្ចៈមុនពេលដែលគ្រាប់នឹងផ្ទុះបន្ទាប់មកក៏ធ្វើឲ្យមេកងក៏ដូចជាអ្នកគ្រប់គ្នាមានការសប្បាយចិត្តជាខ្លាំងហើយក៏បានចាំទទួលមុងជុននឹងនៅមាត់សមុទ្រក្រោយពីមុងជុនបានរួចផុតជីវិតរឿងក៏បានបញ្ចប់អរគុណសម្រាប់ការតាមដានរបស់ប្រិយមិត្តចាំជួបគ្នានៅវីដេអូថ្មីក្រោយទៀតបាយបាយ